បងប្អូនទាំងអស់គ្នាមេរៀនយើងថ្ងៃនេះគឺយើងរៀនអំពីគុណនាមដែលបញ្ចប់ដោយ ly ដែលយើងអានថា ly បាទអញ្ចឹង adjectives ending in ly គុណនាមដែលបញ្ចប់ដោយ ly ly some adjectives ending in ly these adjectives describe a noun just like other adjectives គុណនាមមួយចំនួនបញ្ចប់ដោយ ly យើងអានថា ly គុណនាមទាំងនេះពិពណ៌នាឲ្យនាមដូចទៅនឹងគុណនាមដទៃទៀតដែរអញ្ចឹងវាដូចទៅនឹងគុណនាមដទៃទៀតដែរដែលវាមានតួនាទីច្រើននៅពីមុខនាមពិពណ៌នាឲ្យនាមក៏ពីក្រោយកិរិយាសព្ទចំណងដែលពិពណ៌នាឲ្យនាមដែលជាប្រធានតែវាគ្រាន់តែវាបញ្ចប់ដោយ ly នៅខាងចុងពាក្យហ្នឹងបាទ What are adjectives ending in ly តើគុណនាមដែលបញ្ចប់ដោយ ly ហ្នឹងគឺជាអ្វីAn adjective ending in ly is a word that tells us more about a noun គុណនាមដែលបញ្ចប់ដោយ ly គឺជាពាក្យដែលប្រាប់យើងបន្ថែមអំពីនាមបាទអញ្ចឹងវិពណ៌នាផ្ដល់ព័ត៌មានបន្ថែមដូចជាគុណនាមដទៃទៀតដែរដែលគ្រាន់តែវាបញ្ចប់ដោយ ly តែប៉ុណ្ណោះអញ្ចឹងមើលឧទាហរណ៍ជាពាក្យ friendly បាទ friendly គឺមានន័យថារស់រាយឬក៏រាក់ទាក់ដែលពាក្យហ្នឹងបូកផ្សំគ្នារវាង friend ហើយនិង ly ដែលពាក្យដើមគឺ friend មានត្រឹមអក្សរ d ដែលយើងប្រែថាមិត្តភក្តិដល់ពេលយើងថែម ly ចូលទៅជាគុណនាមទៅជារស់រាយឬក៏រាក់ទាក់បាទបន្តទៀត lovely យើងប្រែថាគួរឲ្យស្រឡាញ់ដែលគួរឲ្យស្រឡាញ់ពាក្យដើមរបស់វាពាក្យ love ដែលយើងប្រែថាស្រឡាញ់បាទជាកិរិយាសព្ទក៏ប៉ុន្តែយើងថែម ly ចូលទៅជាគុណនាមវិញទៅជាគួរឲ្យស្រឡាញ់បាទបន្តទៀត lonely យើងប្រែថាឯកាដែល lonely នេះគឺពាក្យដើមរបស់វាគឺ lone តទេដែលមានន័យថាម្នាក់ឯងដល់ពេលយើងថែម ly ចូលយើងទៅជាឯកាឯកោទៅវិញបាទន័យវាអញ្ចឹង costly បាទ costly យើងប្រែថាយ៉ាងថ្លៃបាទពាក្យដើមវាគឺ cost ដែលមានន័យថាថ្លៃឬក៏តម្លៃបាទទៅជា costly ទៅជាយ៉ាងថ្លៃបាទឬក៏ថ្លៃណាស់បន្តទៀតlively បាទ lively យើងប្រែថារស់រវើកឬក៏ខ្មែរយើងនិយាយថាមានព្រលឹងប្រលះណាស់បាទអញ្ចឹងពាក្យដើមនេះគឺ live ដែលយើងប្រែថារស់នៅដល់ពេលយើងថែម ly ចូលទៅជា lively រស់រវើកឬក៏រស់រានណាស់ឬក៏មានព្រលឹងប្រលះណាស់បាទខ្មែរយើងនិយាយអញ្ចឹង Some ly adjectives are not formed by adding ly គុណនាមដែលមាន ly មួយចំនួនគឺមិនកើតឡើងពីការបន្ថែម ly នោះទេ It is already a complete adjective by itself វាគឺជាគុណនាមដែលមានន័យពេញលេញរួចរាល់ដោយខ្លួនវាទៅហើយមិនចឹងឡើយហ្នឹងគឺចង់បញ្ជាក់ថាគុណនាមដែលមាន ly ហ្នឹងមិនមែនគេថែមទេគឺពាក្យដើមវាគឺអញ្ចឹងតែម្ដងបាទបើយើងដក ly ចេញវាទៅជាមិនមែនជាពាក្យទេបាទគឺវាខុសអញ្ចឹងហើយពាក្យទាំងនេះគឺវាមាន ly ស្រាប់តែម្ដងដែលខុសពីពាក្យខាងលើគឺមានការថែមមានការថយតែខាងក្រោមគឺពាក្យហ្នឹងមាន ly ស្រាប់របស់វាអញ្ចឹងតែម្ដងយើងមិនអាចថែមថយដូចខាងលើបានទេបាទអញ្ចឹងដូចជាពាក្យ silly បាទ silly គឺយើងប្រែថាល្ងងឆោតបាទគឺពាក្យពេញវាគឺ silly តែម្ដងហើយ holy យើងប្រែថាបរិសុទ្ធបាទបរិសុទ្ធហើយ ugly យើងប្រែថាអាក្រក់បាទអាក្រក់នេះសំដៅទៅលើមុខចាស់មុខខ្មូចមុខអាក្រក់អីហ្នឹងឯងបាទ important point ចំណុចសំខាន់ many words ending in ly are adverbs but some are adjectives ពាក្យជាច្រើនដែលបញ្ចប់ដោយ ly គឺជាគុណកិរិយាក៏ប៉ុន្តែពាក្យមួយចំនួនគឺជាគុណនាមបាទចឹងចង់បញ្ជាក់ថាពាក្យដែលបញ្ចប់ដោយ ly ហ្នឹងមិនប្រកាសថាគុណនាមទាំងអស់ទេបាទគឺមានពាក្យខ្លះគឺជាគុណកិរិយាផងដែរហើយយើងសម្គាល់វាដោយយ៉ាងម៉េចយើងសម្គាល់ថាគុណនាមគឺជាពាក្យដែលមានតួនាទីពិពណ៌នាឲ្យនាមបាទដូចជាគាត់ជាមនុស្សរស់រាយរាក់ទាក់បាទអញ្ចឹងហើយរស់រាយរាក់ទាក់ហ្នឹងគឺប្រាប់ឲ្យយើងដឹងអំពីមនុស្សយ៉ាងម៉េចអញ្ចឹងមនុស្សហ្នឹងគឺជានាមហើយគុណកិរិយាគឺពាក្យដែលពិពណ៌នាប្រាប់ឲ្យយើងដឹងអំពីកិរិយាបាទឲ្យយើងស្គាល់អំពីកិរិយាហ្នឹងហើយរស់រវើកកម្រិតណាបាទដូចជាដើរយឺតបាទដើរយ៉ាងយឺត
ចឹងយឺតយ៉ាងយឺតហ្នឹងគឺវាប្រាប់យើងឲ្យដឹងអំពីការដើរអញ្ចឹងដើរជាកិរិយាចឹងយឺតយ៉ាងយឺតហ្នឹងពិពណ៌នាកិរិយាអញ្ចឹងវាជាគុណកិរិយាបាទនឹងគឺជាការសម្គាល់អញ្ចឹងចង់បញ្ជាក់ថាការដែលយើងឃើញលីនៅខាងចុងពាក្យហ្នឹងមិនប្រកាសថាគុណនាមទេយើងមើលទៅតាមបរិបទអត្ថន័យរបស់វាថាតើវាពណ៌នាឲ្យមួយណាបើវាពណ៌នាឲ្យនាមអញ្ចឹងវាជាគុណនាមបើវាពិពណ៌នាឲ្យកិរិយាអញ្ចឹងវាជាគុណកិរិយាបន្តចឹងយើងមើលការប្រតិបបន្ថែមទៀត She speaks quietly នាងនិយាយខ្សឹបខ្សឹបបាទនាងនិយាយខ្សឹបខ្សឹបអញ្ចឹងខ្សឹបខ្សឹបអត់សូវលឿនហ្នឹងយើងគិតមើលថាតើវាចង់ពិពណ៌នាអីបាទគឺវាចង់ពិពណ៌នាឲ្យនិយាយនឹងឯងបាទនិយាយយ៉ាងម៉េចគឺនិយាយខ្សឹបខ្សឹបនិយាយអត់សូវលឺទេបាទអញ្ចឹងកាលណាពិពណ៌នាឲ្យកិរិយាអញ្ចឹងវាជាគុណកិរិយាគឺជា adverb ហើយ it is a friendly dog វាគឺជាឆ្កែដែលរុះរាយមួយក្បាលអញ្ចឹងយើងឃើញថាពាក្យ friendly ពិពណ៌នាឲ្យអីគឺពិពណ៌នាឬក៏ប្រាប់យើងឲ្យដឹងអំពីឆ្កែថាឆ្កែហ្នឹងវាមានឥរិយាបថចរិតវាយ៉ាងម៉េចគឺវាមានភាពរុះរាយរាក់ទាក់នឹងឯងអញ្ចឹងរុះរាយរាក់ទាក់នឹងឯងគឺវាប្រាប់យើងឲ្យដឹងអំពីឆ្កែហើយឆ្កែហ្នឹងគឺជានាមអញ្ចឹងនាំឲ្យវាគឺជាគុណនាមបាទអញ្ចឹងយើងគិតវិភាគតាមនឹងដែរអំពីការដែលយើងឃើញមានលីនៅខាងចុងពាក្យបាទជាមួយគ្នាយើងឃើញថាគុណនាមគឺមាននាមនៅពីក្រោយតែគុណកិរិយាគឺมันអាចមាននាមនៅពីក្រោយទេបាទអញ្ចឹងកាលណាមាននាមនៅពីក្រោយវាទៅជាគុណនាមវិញបាទយើងសម្គាល់លក្ខណៈទីតាំងនៃបែបហ្នឹងផងដែររវាងគុណកិរិយាហើយនិងគុណនាមបន្តទៀតយើងមើលចំណុចទី3 common adjectives ending in ly គុណនាមដែលបញ្ចប់ដោយ ly ជាទូទៅ here are some common ones ខាងក្រោមនេះគឺជាពពួកគុណនាមបញ្ចប់ដោយ ly ជាទូទៅមួយចំនួនយើងឃើញអំពីពាក្យ friendly បាទឧទាហរណ៍ the teacher is friendly លោកគ្រូគឺរុះរាយរាក់ទាក់បាទអញ្ចឹងយើងឃើញអំពីពាក្យ friendly ដែលប្រាប់យើងឲ្យដឹងអំពីគ្រូនឹងឯងហើយគ្រូនឹងគឺជានាមដែលជាប្រធានដែលជាមនុស្សបាទបន្តទៀតlovely she has a lovely smile នាងមានស្នាមញញឹមដែលគួរឲ្យស្រឡាញ់អញ្ចឹងគួរឲ្យស្រឡាញ់នេះឯងបង្ហាញប្រាប់យើងឲ្យដឹងអំពីស្នាមញញឹមយ៉ាងម៉េចគឺជាស្នាមញញឹមដែលគួរឲ្យស្រឡាញ់ដែលស្អាតគួរឲ្យតាក់ទាញបាទអញ្ចឹងពីវិពណ៌នេះឲ្យពាក្យ smile ស្នាមញញឹមដែលជានាមនេះឯងអញ្ចឹងស្នាមញញឹមដែលគួរឲ្យស្រឡាញ់អញ្ចឹងគួរឲ្យស្រឡាញ់នឹងឯងគឺជាគុណនាមដែលវិពណ៌នេះឲ្យស្នាមញញឹមនេះឯងបន្តទៀតlonely he feels lonely at home គាត់មានអារម្មណ៍ថាឯកានៅផ្ទះអញ្ចឹងយើងឃើញអំពី lonely នេះឯងដែលប្រាប់យើងឲ្យដឹងអំពីគាត់ថាគាត់មានអារម្មណ៍យ៉ាងម៉េចគាត់មានអារម្មណ៍ឯកាបាទអញ្ចឹង feels នេះឯងគឺជាកិរិយាក៏ដូចជាហើយ has ដូចជា is នេះឯងគឺជាកិរិយាចំណងដែលធ្វើឲ្យមានទំនាក់ទំនងចងភ្ជាប់រវាងប្រធានហើយនឹងការវិពណ៌នាឲ្យនឹងឯងបាទអញ្ចឹង lonely នេះឯងគឺជាគុណនាមបាទដែលវិពណ៌នាឲ្យពាក្យ he ដែលជាសព្វនាមប្រធាននេះឯងបន្តទៀតugly បាទ ugly that is an ugly shirt នោះគឺជាអាយុធដែលអាក្រក់មួយអញ្ចឹងអាក្រក់នេះសំដៅទៅលើវាចាស់វាជ្រួញវាអាក្រក់នឹងឯងបាទបន្តទៀតយើងមើលពាក្យបន្តគឺ lively បាទ lively the children are lively ក្មេងៗគឺរស់រវើកបាទគឺមានន័យថាបង្ហាញពីភាពសកម្មរបស់គាត់បង្ហាញពីភាពរស់រវើកមានព្រលឹងប្រលះរបស់គាត់បាទបន្តទៀត costly this watch is costly នាឡិកាមួយនេះគឺថ្លៃណាស់គឺមានតម្លៃយ៉ាងថ្លៃបាទអញ្ចឹងវាបង្ហាញអំពីប្រាប់ពីតម្លៃនៃនាឡិកាបាទអញ្ចឹងពីពណ៌នេះឲ្យប្រធាន watch នេះឯងបាទបន្តទៀតtimely we received timely help យើងបានទទួលជំនួយយ៉ាងទាន់ពេលវេលាបាទអញ្ចឹង timely នេះឯងយើងប្រែថាទាន់ពេលវេលាឬក៏យ៉ាងទាន់ពេលវេលានឹងឯងបាទ daily I read the daily news ខ្ញុំអានព័ត៌មានប្រចាំថ្ងៃអញ្ចឹង daily យើងប្រែថាប្រចាំថ្ងៃ weekly we have a weekly meeting
ពួកយើងមានកិច្ចប្រជុំប្រចាំសប្តាហ៍មួយបាទអញ្ចឹង weekly យើងប្រែថាប្រចាំសប្តាហ៍ monthly she gets a monthly salary នាងទទួលបានប្រាក់ខែប្រចាំខែមួយបាទអញ្ចឹងទាំងហ្នឹងគឺជាពាក្យដែលជាគុណនាមពិពណ៌នាឲ្យប្រធានដែលវាបញ្ចប់ដោយ ly ហើយមានពាក្យថ្មីដែលយើងបន្ថែមពីលើហើយក៏មានពាក្យជាច្រើនទៀតផងដែរបងប្អូនត្រូវសិក្សាស្រាវជ្រាវកំណត់កត់សម្គាល់ដោយខ្លួនឯងដើម្បីចេះពាក្យបានច្រើនបាទយើងចូលមកដល់ចំណុចទី4គឺ sentence pattern ទម្រង់ឬក៏គំរូនៃប្រយោគទៅតាមរូបមន្តរបស់វាឬក៏យើងត្រូវចងចាំទម្រង់របស់វាក្នុងការដែលយើងប្រើគុណនាមរបស់យើងនឹងឯងបាទអញ្ចឹងទី1គឺទម្រង់ឲ្យនាមបូកជាមួយនឹង be verb សំដៅទៅលើ am is are ហើយបូកជាមួយនឹងគុណនាមបាទអញ្ចឹងយើងមើលឧទាហរណ៍ The puppy is friendly កូនឆ្កែមួយហ្នឹងគឺរស់រាយរាក់ទាក់អញ្ចឹងយើងឃើញអំពី The puppy បាទដែលជាកន្សំនាមដែលទៅជានាមនឹងឯងបាទហើយមាន is ដែលជា be verb ហើយ friendly គឺជាគុណនាមបាទនឹងគឺជាទម្រង់របស់វាចង់បញ្ជាក់អំពីថាវាគឺឈរនៅពីក្រោយ be verb របស់វាផ្ទាល់តែម្ដងហើយពិពណ៌នាឲ្យនាមរបស់វាដែលជាប្រធាននៅខាងដើមនេះវិញបាទនឹងគឺជាទីតាំងនៃគុណនាមដែលបង្ហាញអំពីទំនាក់ទំនងរវាងនាមហើយនិងគុណនាមដែលប្រតិកាឡាគ្នាដោយ be verb ដែលជា is នេះឯងបាទអញ្ចឹងយើងចង់បញ្ជាក់ឡើងវិញថាវានៅពីក្រោយ be verb របស់វាផ្ទាល់តែម្ដង The room is lovely បន្ទប់មួយហ្នឹងគឺគួរឲ្យស្រឡាញ់បាទអញ្ចឹងដូចគ្នាផងដែរ lovely គឺវាឈរនៅពីក្រោយ be verb ហើយមានទៅរួមនៅជានាមនៅខាងដើមវានេះឯងបាទបន្តមកទៀតយើងមើលអំពីទម្រង់ទី2គឺគុណនាមបុកនាមបាទគុណនាមបុកនាម adjective បុក noun មានន័យថាវាឈរជាប់គ្នាផ្ទាល់ទៅនឹងនាមរបស់វាយកតែម្ដងបាទឧទាហរណ៍ he is a friendly boy គាត់គឺជាក្មេងប្រុសដែលរស់រាយរាក់ទាក់ម្នាក់ចឹងយើងសំដៅទៅលើពាក្យ friendly នេះឯងដែលជាគុណនាម boy នេះឯងគឺជានាមដែលឈរជាប់គ្នាផ្ទាល់តែម្ដងដែលខុសពីទម្រង់ខាងលើដែលខាងលើគឺឈរនៅពីក្រោយ be verb ហើយមាននាមរបស់វាដែលនៅពីមុខ be verb វិញតែដែលឡែកខាងក្រោមនេះគឺវាអត់ឈរនៅជាប់ទៅនឹង be verb របស់វាទេក៏ប៉ុន្តែគឺវាសំដៅទៅលើឈរនៅពីមុខនាមរបស់វាផ្ទាល់យកតែម្ដងបាទអញ្ចឹងហើយនេះគឺជាលក្ខណៈនៃការឈរទីតាំងរបស់វានៃគុណនាមនឹងឯងតែវានៅពីក្រោយ be verb ហើយនឹងនៅពីមុខនាមបាទ This is a lovely room នេះគឺជាបន្ទប់ដែលគួរឲ្យស្រឡាញ់មួយបាទអញ្ចឹងយើងសំដៅទៅលើ lovely នេះឯងដែលជាគុណនាមឈរនៅពីមុខនាមរបស់វាដែលជា room នេះឯងបាទអញ្ចឹងនេះគឺជាទម្រង់នៃការប្រើប្រាស់ជាទូទៅគឺយើងត្រូវចងចាំបែបហ្នឹងបាទមួយសរសេរជាទម្រង់ពិពណ៌នាឲ្យប្រធានដែលនៅខាងដើមហើយមួយសរសេរជាទម្រង់ពិពណ៌នាឲ្យនាមដែលនៅខាងក្រោយនេះឯងបាទបន្តទៅនេះគឺយើងចូលមកកាន់កិច្ចសន្ទនាដែលមានចំណងជើងថា a friendly visit ការទស្សនាដែលមានភាពរួសរាយរាក់ទាក់មួយដែលមានតួអង្គសុធានិងតារាបាទពួកគាត់ចាប់ផ្ដើមនិយាយ Hello Dara you look very lively today សួស្ដីតារាអ្នកឯងមើលទៅមានបលឹងបលះណាស់ថ្ងៃនេះ Thank you សុធា I feel happy and friendly អរគុណអ្នកហើយសុធាខ្ញុំមានអារម្មណ៍ថាសប្បាយហើយរួសរាយ Your new house looks lovely ផ្ទះថ្មីរបស់អ្នកឯងមើលទៅគួរឲ្យស្រឡាញ់ Thanks but sometimes I feel lonely here អរគុណក៏ប៉ុន្តែជួនកាលខ្ញុំមានអារម្មណ៍ថាឯកានៅទីនេះ Don't worry we can visit you daily កុំបារម្ភអីពួកយើងអាចមកលេងឯងប្រចាំថ្ងៃ That sounds great you are very kindly friends តំណែងជាល្អណាស់អ្នកឯងគឺជាមិត្តដែលចិត្តល្អណាស់ We also have a weekly meeting at my house ពួកយើងក៏មានកិច្ចប្រជុំប្រចាំអាទិត្យមួយនៅឯផ្ទះរបស់ខ្ញុំផងដែរ That is a good idea it is very helpful and timely នោះគឺជាគំនិតដ៏ល្អមួយវាគឺមានប្រយោជន៍និងទាន់ពេលវេលាណាស់អញ្ចឹងក្នុងការបកប្រែយើងប្រើនេះមុនក៏បានប្រើនេះមុនក៏បានអត់អីទេបាទ Your garden is very lively and beautiful សួនច្បាររបស់អ្នកឯងគឺរស់រវើកហើយស្រស់ស្អាតណាស់
Thank you. I want to make my home warm and friendly. អរគុណខ្ញុំចង់ធ្វើឲ្យផ្ទះរបស់ខ្ញុំមានភាពកក់ក្ដៅហើយរស់រាយបញ្ចឹងឲ្យពួកអក្សរដិតទាំងឡាយហ្នឹងគឺជាគុណនាមដែលមានលីរបស់យើងបាទវាបង្ហាញអំពីគុណនាមវិពណ៌នាឲ្យប្រធានឬក៏នាមដែលនៅពីក្រោយវាបន្តទៅនេះគឺយើងចូលមកកាន់លំហាត់ម្ដងគឺ fill in the blanks with the correct adjective-free words ចូលបំពេញនៅក្នុងចន្លោះជាមួយនឹងគុណនាមដែលត្រឹមត្រូវដោយមានពាក្យ ly បាទចឹងយើងមើលឧទាហរណ៍ The dog is very អីគេកែមួយហ្នឹងគឺអីគេចិត្តល្អណាស់រស់រាយណាស់ឬក៏អីគេបងប្អូនគិតទៅតាមបរិបទនៃប្រយោគហ្នឹងមកបាទអញ្ចឹងត្រង់នេះយើងសំដៅទៅលើឆ្កែមានភាពរស់រាយបាទអញ្ចឹង The dog is very friendly បាទគឺយើងបងប្អូនអានគិតពិចារណាតាមនឹងមកហើយវាមាន C ជាមួយនឹងបរិបទនៃប្រយោគនីមួយៗរបស់វាហើយពាក្យទាំងឡាយគឺយើងបានរៀនជាមួយគ្នានៅខាងលើដូចហើយបងប្អូនធ្វើតាមនឹងមកអូខេអញ្ចឹងចុច video scope បាទហើយបន្ទាប់ពីចុច video scope ធ្វើរួចហើយបងប្អូនមកផ្ទៀងចម្លើយជាមួយខ្ញុំដូចតទៅបើនេះជាចម្លើយនៃលំហាត់ខាងលើរបស់យើងមាន friendly lovely lonely lively costly នឹងឯងអូខេហើយកន្លែងនេះគឺយើងប្រើ lively ក៏បាន lovely ក៏បានបន្តមកទៀតយើងចូលមកលំហាត់បន្តទៀតគឺ choose the correct answer A B or C จึงឲ្យយើងចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវដែលជ្រើសយក A ឬក៏ B ឬក៏ C នឹងឯងបាទจึងឲ្យយើងជ្រើសរើសឲ្យប្រយោគមួយមានជម្រើស3បាទចឹងឡើយនេះthe teacher is very គ្រូគឺអីគេគ្រូគឺរស់រាយគ្រូគឺហើយលឿនគ្រូគឺយឺតបាទចឹងនៅក្នុងចំណុចនេះគឺគេដាក់គុណកិរិយាយើងចឹង quickly នេះសំដៅទៅលើដើរលឿនឬក៏និយាយលឿនឬក៏ធ្វើការលឿនចឹងសំដៅទៅលើពណ៌នាឲ្យសកម្មភាពហើយ slowly ចឹងដែរធ្វើការយឺតដើរយឺតនិយាយយឺតនឹងឯងចឹងវិពណ៌នាឲ្យសកម្មភាពចឹងវាជាគុណកិរិយាចឹងហើយតើតើជាមួយនឹងប្រយោគរបស់យើងគឺវាត្រូវការគុណនាមវាត្រូវការគុណកិរិយាទេវាត្រូវការពាក្យដែលជាគុណនាមវិពណ៌នាឲ្យប្រធានឲ្យនាមដែលជា teacher នេះឯងបាទចឹងចម្លើយដែលត្រឹមត្រូវគឺ friendly the teacher is very friendly គ្រូម្នាក់ហ្នឹងគឺរស់រាយណាស់បាទអញ្ចឹងបងប្អូនមើលក្នុងលំហាត់នេះហើយធ្វើដោយខ្លួនឯងនេះគឺជាលំហាត់ចាប់ពីទី1ដល់ទី3បាទបងប្អូនកត់ចំណាំហើយធ្វើតាមនឹងមកឬក៏ចុចវីដេអូស្កុបមួយធ្វើមួយមកបាទអូខេបន្ទាប់ហើយគឺទី4បាទទី4ដល់ទី6បាទនេះគឺជាលំហាត់អូខេបន្តមកទៀតគឺពីទី7ដល់ទី9បាទទី7ដល់ទី9បងប្អូនចុចធ្វើឲ្យមកបងប្អូនចុចវីដេអូស្កុបឲ្យធ្វើឲ្យមកអូខេបន្តទៀតគឺទី10បាទដល់ទី10នេះគឺជាលំហាត់ទាំងឡាយដែលគេឲ្យជ្រើសរើសមាន3គឺជ្រើសអ្វីដែលជាគុណនាមមិនមែនជាគុណកិរិយាទេបាទចឹងបងប្អូនវិភាគគិតតាមនឹងគេបងប្អូនធ្វើឲ្យឬនៅបាទចឹងបន្ទាប់ពីធ្វើឲ្យបងប្អូនមកផ្ទៀងចម្លើយជាមួយខ្ញុំដូចតទៅបាទចឹងចម្លើយគឺយើងជ្រើស A ទាំងអស់តាំងពី1ដល់10បាទដោយសារវាបង្ហាញពីគុណនាមដែលពិពណ៌នាប្រាប់អំពីនាមដែលជាប្រធានបាទចឹងវីដេអូដែលជាមេរៀនយើងសន្មតថាចប់ត្រឹមតែប៉ុណ្ណេះយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយមេរៀនក្រោយសូមអរគុណសូមជម្រាបលា